ជំរាបសួរបងប្អូនអ៊ំពូមីងទាំងអស់គ្នាមានបងប្អូនណាខ្លះដែលចូលចិត្តដាំដំណាំម្ទេសប៉ុន្តែជួបបញ្ហាជាច្រើនដូចជាបញ្ហារួញស្លឹកឬមួយពេលដែលបងប្អូនដាំហើយមានក្តឹបមានផ្លែប៉ុន្តែមិនសូវបានទុំទេវារលួយវាស្អុយជ្រុះតែម្ដងដូច្នេះបងប្អូនចង់យល់ពីការថែទាំនិងការដាក់ជីឬការដាំដុះដំណាំប្រភេទម្ទេសឲ្យលូតលាស់បានល្អឲ្យទុំស្រុះគ្នាបានល្អជាពិសេសការផ្លែបានច្រើនដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះខ្ញុំលើកយកម្ទេសមួយប្រភេទជាប្រភេទម្ទេសវែងជាប្រភេទម្ទេសចិនបាទជាទូទៅបងប្អូនតែឃើញគេលក់លើទីផ្សារហើយប៉ុន្តែឥឡូវនេះខ្ញុំសាកល្បងដាំនៅលើផើងក៏បានលទ្ធផលល្អដែរខ្ញុំនឹងចែកម្លែកពីការថែទាំនិងការដាក់ជីឬការប្រើប្រាស់ដីដើម្បីដាំដំណាំប្រភេទនេះឲ្យលូតលាស់បានល្អបងប្អូនអាចមកតាមដានទាំងអស់គ្នាដោយបងប្អូនបានឃើញសកម្មភាពនេះគឺយើងត្រូវរែងដីមុខលើយកមកលាយជាមួយល្បាយផ្សេងៗហើយល្បាយនោះគឺមានធ្យូងកាមានជីកំប៉ុស្តនិងមានប្រភេទជីឆ្អឹងនិងប្រភេទកំទេចសកៃដូងផងដែរសម្រាប់បរិមាណនៃល្បាយដីមុខលើយើងប្រើ3ទៅ4ភាគនិងជីកំប៉ុស្តគោកយើងប្រើ2ភាគទៅដោយបងប្អូនបានឃើញនេះហើយនេះគឺជាកំទេចសកៃដូងម៉ត់បាទយើងប្រើ2ទៅ3ភាគហើយធ្យូងកាមយើងប្រើ2ទៅ3ភាគដែរហើយយើងមានជាជីឆ្អឹងបាទយើងដាក់មកល្មមទៅបាទប្រហែលជាមួយភាគអីដែរទៅបាទនៅក្នុងល្បាយរបស់យើងនៅក្នុងនេះដើម្បីឲ្យវាបង្កើននៅគុណភាពនៃល្បាយដីរបស់យើងបន្ទាប់ពីហ្នឹងគឺបងប្អូនអាចច្បល់វាឲ្យសព្វចូលគ្នាល្បាយតែមួយបាទពេលដែលយើងមុនយកទៅដាក់ដាំហើយនេះគ្រាន់តែជាការបង្ហាញក្នុងវីដេអូក្នុងការលាយល្បាយដីតិចតួចដើម្បីងាយស្រួលបងប្អូនយកទៅអនុវត្តសម្រាប់ការលាយល្បាយដីនេះសម្រាប់បងប្អូនមួយចំនួនដែលគាត់មានវត្ថុធាតុដើមគឺមានភាពងាយស្រួលក្នុងការលាយទេប៉ុន្តែបងប្អូនអ៊ំពូមីងខ្លះគាត់អត់មានពេលវេលាឬមានវត្ថុធាតុដើមទាំងអស់នេះគឺគាត់អាចរកទិញពីខាងយើងបានគឺយើងមានដីប្រភេទដីដាំដែលមានជីវជាតិគ្រប់គ្រាន់ស្រាប់តែម្ដងគាត់ទិញទៅគឺគាត់អាចយកទៅដាំតែម្ដងបងប្អូនអាចតំណតាមលេខទូរស័ព្ទរបស់ខ្ញុំខាងលើនេះ0968573265លេខនេះជាលេខ Telegram ផ្ទាល់តែម្ដងយើងមានគ្រប់គ្រងសម្ភារៈពូជនិងឧបករណ៍ផ្សេងៗសម្រាប់ដាក់ដាំដំណាំជាទូទៅលក្ខណៈគ្រួសារលក្ខណៈចំការអីក៏មានដែរឥឡូវយើងមករៀបចំកន្លែងដែលយើងត្រូវដាំអញ្ចឹងបងប្អូនឃើញខ្ញុំរៀបដុំឥដ្ឋនេះដោយសារបងប្អូនដឹងហើយនៅរដូវនេះជារដូវវស្សាអញ្ចឹងបើសិនជាបងប្អូនដាំដំណាំប្រភេទផើងប្រភេទរបៀបនេះបើសិនជាបងប្អូនដាក់អឹបនៅដីពេកគឺវាធ្វើឲ្យច្រោះទឹកមិនបានល្អទេអញ្ចឹងខ្ញុំឆ្នៃបាទមានដុំឥដ្ឋដុំអីហ្នឹងបងប្អូនមានដុំអីក៏បានដែរអាចកល់វាពីលើហ្នឹងដើម្បីពេលណាដែលភ្លៀងជោកជាំខ្លាំងពេកធ្វើឲ្យទឹកនោះវាងាយស្រួលនឹងច្រោះអស់បានល្អធ្វើឲ្យដំណាំរបស់យើងវាមិនអន់ឬវាមិនខូចមិនរលួយគល់ហើយយើងក៏បានចាប់ផ្ដើមយកកូនម្ទេសរបស់យើងមកចាប់ផ្ដើមដាំតាមពិតកូនម្ទេសនេះខ្ញុំដាំនៅទីតាំងមួយកន្លែងហើយប៉ុន្តែដោយសារទីតាំងនោះវាជាប់ទឹកខ្លាំងពេកអញ្ចឹងខ្ញុំកោះកូនម្ទេសនេះយកមកដាំបន្តទៀតនៅលើផើងតែម្ដងដើម្បីបង្ហាញបងប្អូនអ៊ំពូមីងទាំងអស់គ្នាអញ្ចឹងសម្រាប់ការដាំនេះគឺយើងអត់អាស្រ័យថាកូនម្ទេសតូចឬកូនម្ទេសធំទេគឺបងប្អូនអាចអនុវត្តតាមវិធីនេះបានហើយសម្រាប់បច្ចេកទេសនៅក្នុងការបដិគ្រាប់ពូជអីខ្ញុំបង្ហាញច្រើនហើយបងប្អូនអាចទៅតាមដានបានអញ្ចឹងខ្ញុំគ្រាន់តែបង្ហាញពីការថែទាំការដាក់ដាំតែម្ដងអញ្ចឹងការដាំដោយបងប្អូនឃើញខ្ញុំកល់ឥដ្ឋកល់អីហ្នឹងដោយសារតែខ្ញុំបានបង្ហាញហើយទី1នៅរដូវវស្សាបើសិនជាបងប្អូនដាក់អឹបនៅជាប់ដីខ្លាំងពេកពេលដែលយើងស្រោចទឹកឬនៅរដូវវស្សានេះភ្លៀងជោកជាំវាធ្វើឲ្យដំណាំរបស់យើងវាហូរច្រោះនិយាយទៅទឹកដែលវាហូរចូលក្នុងផើងហ្នឹងវានៅអឹបជាប់នៅក្នុងហ្នឹងអញ្ចឹងដំណាំម្ទេសតែអឹបជាប់យូរខ្លាំងពេកវានឹងរលួយគល់លូតលាស់បានយឺតក្រិនហើយវានិយាយទៅវាលូតលាស់បានល្អបាទអញ្ចឹងយើងត្រូវកល់នេះគឺជាបច្ចេកទេសមួយដែរជាការចែកម្លែកមួយទៅដល់បងប្អូនអ៊ំពូមីងដែរអញ្ចឹងបងប្អូនអ៊ំពូមីងខ្លះគាត់អត់ដឹងទេគាត់ដឹងថាផើងវាចោះរត់ខាងក្រោមហើយប៉ុន្តែជាទូទៅផើងប្រភេទនេះវាអត់មានអីថ្នាក់ដែលវាត្រូវចេញពីដីមានន័យថាវាអឹបជាប់ដីហ្មងអញ្ចឹងយើងពិបាកចាំបន្ទាប់ពីហ្នឹងគឺយើងដាំហើយយើងអាចរៀបចំលាយល្បាយដីរបស់យើងបន្ថែមអីទៅលើនៅក្នុងផើងរបស់យើងហើយនេះល្បាយដីរបស់ខ្ញុំល្បាយដីចាស់ទេបងប្អូនឃើញមានរាងដុំប៉ុន្តែជាទូទៅបងប្អូនអាចរៀបចំដាក់ដាំនៅពេលរសៀលបាទដំណាំរបស់យើងអត់សូវអន់ទេប៉ុន្តែដំណាំនេះវាធំហើយអត់ពិបាកទេកូនម្ទេសនេះបាទវាសឹងតែយើងដាំទៅតែ3 4ថ្ងៃក្រោយហ្នឹងគឺវាល្អហើយអញ្ចឹងបងប្អូនឃើញទៅមានសម្ោចមានអីយើងព្យាយាមល្ងាចឡើងយប់ឡើងបាទយើងអាចបាញ់ថ្នាំពុលធម្មជាតិរបស់យើងដែលខ្ញុំតែបង្ហាញបន្ទាប់ពីហ្នឹងគឺខ្ញុំមករយបាទជាប្រភេទជីកប៉ុសរបស់យើងជីកប៉ុសនេះគឺជាជីសរីរាង្គ 100% បងប្អូនបាទមានជីឆ្អឹងហើយនិងជីកប៉ុស
នឹងបន្ថែមដីបាទដីលំបាយដីដែលយើងមានលាយជីកំប៉ុស្តរួចជាស្រេចបាទហើយកូនប្រទេសហ្នឹងគឺយើងដាំបានប្រហែលជា5 6ថ្ងៃដែរហើយបាទយើងដាំហើយដីវារៀងក្រិនល្មមដែរអញ្ចឹងខ្ញុំបន្ថែមវាដោយសារយើងបុកធ្វើមិនឲ្យវាលូតលាស់ឲ្យបានលឿនបាទអញ្ចឹងការបុកដើម្បីបន្ថែមជីបាទបន្ថែមជីកំប៉ុស្តបន្ថែមយើងជ្រោយវាបន្ថែមហ្នឹងគឺធ្វើបង្កើនឲ្យគុណភាពនៃប្រព័ន្ធឫសរបស់វាលូតលាស់បានលឿនហើយវាឆាប់ចេញត្រួយបន្លកត្រួយមកថ្មីអញ្ចឹងវាលូតលាស់បានល្អអញ្ចឹងកូនប្រទេសនេះយើងដាំសឹងតែវាលើសអាយុអីយើងកោះពីកន្លែងផ្សេងមកកន្លែងផ្សេងអញ្ចឹងមួយថ្ងៃទៅមួយថ្ងៃយើងត្រូវមើលឲ្យដិតដល់បាទយើងថែមជីថែមអីមកល្មមហើយជីនេះជាប្រភេទជីធម្មជាតិទេយើងប្រើទាំងជីគោកទាំងជីទឹកអញ្ចឹងការប្រើប្រាស់ជីទឹកនេះគឺជំរុញការត្រួយលាស់ត្រួយបានល្អហើយក៏យើងអត់សូវមានសត្វល្អិតផងដែរខ្ញុំប្រើជីរបស់យើង3ប្រភេទដែលខ្ញុំតែងបង្ហាញបាទមានមេវីតាមីនមេអរម៉ូនមេជីសរីរាង្គឆាប់ជំរុញចេញត្រួយចេញផ្កាកាន់ផ្លែបានល្អហើយអ្វីដែលសំខាន់ពេលដែលបងប្អូនប្រើទៅដីរបស់យើងធូរបានល្អដំណាំនោះលូតលាស់លឿនហើយវាអត់សូវមានរោគអត់សូវមានបញ្ហាទៅដល់រោគក្រាគោករោគដែលរលួយគល់អីខ្លាំងនោះទេដោយបងប្អូនបានឃើញនេះស្លឹកណាអត់ល្អយើងចាប់ផ្ដើមក្តិចវាចោលទៅអញ្ចឹងសម្រាប់បងប្អូនអ៊ំពូមីងដែលចង់បានប្រភេទជីបាទជីទឹកជីកំប៉ុស្តគោកឬប្រភេទដីដាំស្រាប់ចង់ឲ្យដំណាំបងប្អូនដាំមិនថាម្ទេសមិនថាត្រប់ពេញប៉ោះឬដំណាំឈើហូបផ្លែធំដំណាំលម្អយកទៅប្រើប្រាស់អីគឺខ្ញុំមានបាទបងប្អូនអាចតំណែងតាមលេខទូរស័ព្ទខ្ញុំខាងលើជាពិសេសខ្ញុំមានការគាំពារប្រឹក្សាយោបល់ផ្ដល់បច្ចេកទេសផ្សេងៗដល់បងប្អូនអ៊ំពូមីងដែរបងប្អូនដែលស្រឡាញ់ចូលចិត្តអាចជួយគាំទ្របានអញ្ចឹងតែមួយរយៈក្រោយមកទេបងប្អូនប្រហែលជាខ្ទង់ប្រហែលជា2ទៅ3ខែបាទម្ទេសបានវាផ្លែទុំបានល្អប៉ុន្តែនេះត្រឹមតែ2ខែជាងទេកូនម្ទេសរបស់ខ្ញុំគឺចាប់ផ្ដើមលូតលាស់មានផ្លែហើយផ្លែវាគឺស្រស់គ្នាតែម្ដងអញ្ចឹងអំឡុងពេលហ្នឹងដោយបងប្អូនឃើញអញ្ចឹងវីដេអូយើងកាត់មកតាំងពីរៀងយើងចាប់ផ្ដើមដាំឥឡូវនេះផ្លែម្ទេសយើងចាប់ផ្ដើមរៀងស្គៀលខ្លះទុំខ្លះហើយមានផ្លែចាប់ផ្ដើមបដិញគ្នាមកហើយអញ្ចឹងយើងថែមជីរបស់យើងបំពន់ទៀតជីយើងប្រើមានជីកំប៉ុស្តស្ងួតបាទហើយមានជីក្របហ្នឹងជីឆ្អឹងបងប្អូនបាទជីសរីរាង្គទេអត់មែនជីគីមីទេសម្រាប់ខ្ញុំណែនាំបងប្អូនតិចច្រឡំឃើញរៀងក្របហ្នឹងជាប្រភេទជីធម្មជាតិទេបាទហើយយើងនៅតែបន្តបាញ់ជីកំប៉ុស្តទឹករបស់យើងដើម្បីជំរុញឲ្យម្ទេសរបស់យើងមិនស្អុយបាទជាពិសេសធ្វើឲ្យសបកវារៀងរឹងក្រាស់ល្អហើយទុំដោយបងប្អូនបានឃើញនេះម្ទេសយើងចាប់ផ្ដើមបានទុំស្រស់គ្នាល្អហើយដូច្នេះការប្រើប្រាស់ជីកំប៉ុស្តទឹកជីកំប៉ុស្តគោកនេះគឺសំខាន់ណាស់ហើយយើងមើលជាក់ស្ដែងដែរយើងចង់ឲ្យម្ទេសយើងទុំលឿនយើងកាត់បន្ថយនៅក្នុងការស្រោចទឹកយើងកាត់មែកណាដែលមិនសូវល្អស្លឹកណាមិនសូវល្អឲ្យពលឺវាជះបានចូលបានល្អម្ទេសយើងអត់សូវស្អុយទេហើយយើងប្រើជីបំពន់ដូចខ្ញុំបង្ហាញអញ្ចឹងយើងអាចបាញ់លើស្លឹកលើត្រួយហើយជីបំពន់របស់យើងគឺខ្ញុំបានបង្ហាញពីការចែកម្លែកហើយតែបងប្អូនខ្លះក៏អត់មានពេលវេលាក្នុងការផលិតបងប្អូនអ៊ំពូមីងទាំងអស់គ្នាអាចជួយទិញគាំទ្រនឹងផលិតផលខ្ញុំបានខ្ញុំអាចគ្រប់គ្រងជូនបងប្អូនគ្រប់ខេត្តក្រុងខ្ញុំអាចផ្ញើជូនបងប្អូនបានណាបាទហើយលេខទូរស័ព្ទខ្ញុំដាក់ខាងលើនេះហើយបងប្អូនត្រូវការជីហ្នឹងគឺមានមេវីតាមីនមេអរម៉ូនមេជីសរីរាង្គលាយចូលគ្នាសម្រាប់ស្រោចស្រពវាមួយសប្តាហ៍យើងបាញ់2 ដងអីទៅលើដំណាំរបស់យើងអត់ប៉ះពាល់ដល់សុខភាពទេយើងអាចបាញ់ថ្ងៃហ្នឹងល្ងាចហ្នឹងយើងអាចបេះយកមកហូបក៏បានដែរយើងលាងសម្អាតធម្មតាហើយបងប្អូនឃើញម្ទេសរបស់យើងចាប់ផ្ដើមទុំល្អមែនតើហើយខ្ញុំអត់ទាន់បេះវាទេដើម្បីខ្ញុំទុកឲ្យល្អមើលថែមទៀតទុកឲ្យវាទុំផ្សេងជាទូទៅយើងត្រូវបេះហើយពេលហ្នឹងយើងទុកឲ្យអាផ្លែក្រោយហ្នឹងវាឆាប់ធំតែខ្ញុំចង់បង្ហាញបងប្អូនហើយការដាំខ្ញុំហ្នឹងគឺដាំតិចដែរទេអាដំណាំនេះយើងដាំមុនបាទប្រហែលជា5 6ផើងហ្នឹងគឺវាទុំមុនហើយនេះគឺជាប្រភេទពូជម្ទេសមួយប្រភេទដែលខ្ញុំទើបតែសាកល្បងដាំដែរតាមពិតខ្ញុំដាំច្រើនហើយប៉ុន្តែប្រើផ្លែខ្លីៗអាផ្លែវែងនេះគឺយើងដាំល្អដូចទៅក្នុងវីដេអូប្រទេសចិនអញ្ចឹងវគ្គក្រោយៗខ្ញុំនឹងដាំចំនួនច្រើនដើម្បីបង្ហាញបងប្អូនអ៊ំពូមីងទាំងអស់គ្នានេះគ្រាន់តែជាវីដេអូចែកម្លែកបច្ចេកទេសខ្លះៗក្នុងការថែទាំហើយជាទូទៅប្រទេសយើងដាំហើយជួបបញ្ហាដូចជារួញស្លឹកមានចៃមានក្រាមានអីដោយសារតែយើងមិនសូវបានថែទាំយកចិត្តទុកដាក់ហើយការថែទាំដែលយើងដាំឲ្យវាត្រូវពលឺថ្ងៃត្រូវអីដូចខ្ញុំបានបង្ហាញហ្នឹងគឺវាសំខាន់មែនតើអញ្ចឹងបងប្អូនអ៊ំពូមីងអាចអនុវត្តបាននៅផ្ទះដោយខ្លួនឯងក្នុងការថែទាំម្ទេសហើយវិធីសាស្ត្រនេះមិនមែនត្រឹមតែយើងថែទាំទៅលើដំណាំម្ទេសពូជនេះទេដំណាំម្ទេសទូទៅតែម្ដងដូច្នេះបើសិនជាបងប្អូនអ៊ំពូមីងទាំងអស់គ្នាបានតាមដានវីដេអូនេះដែលចូលចិត្តស្រឡាញ់ក្នុងការដាំដំណាំម្ទេសហើយចង់ចែកម្លែកចំណេះដឹងមួយនេះទៅដល់បងប្អូនអ៊ំពូមីងផ្សេងកុំភ្លេចជួយចែកម្លែកម្នាក់មួយផងហើយបងប្អូនត្រូវការវត្ថុធាតុដើមដូចជាគ្រាប់ពូជឬដំណាំឬការដាំដុះដោយប្រើមានជីសរីរាង្គជីធម្មជាតិជីទឹកជីគោកបាទហើយចង់យល់ដឹងពីបច្ចេកទេសផ្សេងបងប្អូនអាច add Telegram ខ្ញុំមួយលេខខាងលើហ្នឹងដើម្បីតំណែងសួរនាំបច្ចេកទេសផ្សេងបាទហើយមានតម្រូវការជួយគ្រប់គ្រងផលិតផលខាងខ្ញុំអីបងប្អូនអាចជួយទិញបានបាទខ្ញុំបាទប៊ុនថា
អរគុណសម្រាប់ការតាមដានវីដេអូមួយនេះសម្រាប់បងប្អូនដែលចំណាយពេលដ៏មានតម្លៃមកតាមដានវីដេអូហើយខ្ញុំនឹងបន្តក្នុងការចែកម្លែកវីដេអូរបស់យើងជាបន្តទៀតសកម្មភាពក្នុងការដាំដុះនិងទស្សនវិជ្ជាក្នុងការដាំដុះនៃលក្ខណៈសិក្សាហើយជនបទទាំងអស់គ្នាបាទហើយបងប្អូនអាចអនុវត្តវិធីសាស្ត្រនេះនិងការដាំដុះបងប្អូននៅតាមផ្ទះបងប្អូនអ៊ំពូមីងដែលចូលចិត្តការដាំដុះបាទខ្ញុំបាទបុនថាសូមអរគុណ